សូមថ្វាយបង្គំព្រះដ៏មានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធអង្គនោះវិបស្សនូបកិលេសគឺជាភាពសាងម៉ងឬជាឧបសគ្គនៃវិបស្សនាដែលកើតឡើងចំពោះអ្នកកំពុងធ្វើសមាធិវិបស្សនាវិបស្សនូបកិលេសបានដល់ធម៌ជាគ្រឿងសាងម៉ងដល់វិបស្សនាហៅថាវិបស្សនូបកិលេសមាន10យ៉ាងគេ1. អភិសោគឺពន្លឺ 2. ញាណៈគឺប្រាជ្ញាក្លៀវក្លា 3. បៃតេគឺសេចក្តីឆ្អែតកាយឆ្អែតចិត្ត 4. បស្សទ្ធិគឺសេចក្តីស្ងប់កាយស្ងប់ចិត្ត 5. សុខੰគឺសេចក្តីស្រួលកាយស្រួលចិត្ត 6. អធិមោខោគឺសទ្ធាជឿសុខ 7. បកេហោគឺវិរិយៈសេចក្តីព្យាយាមមិនតឹងពេកមិនធូរពេក 8. ឧបថានੰគឺសតិស្មារតីតាំងនៅមាំល្អ 9. ឧបេក្ខាគឺជាការសោយអារម្មណ៍ស្មើស្មើប្រងើយកន្តើយចំពោះសង្ខារទាំងពួង 10. នីកន្តេគឺសេចក្តីប្រាថ្នាដ៏ស្ងប់ស្អិតចំពោះធម៌មានអភិជាដើមវិបស្សនូបកិលេសមានដំដោយសង្ខេបបើពឺស្ដាមាន30គឺត្រូវយកវិបស្សនូបកិលេសទាំង10នោះគុណនឹងធម៌3 10គុណនឹង3ស្មើ30ធម៌ទាំង3នោះគឺ 1. ទិដ្ឋិគឺសេចក្តីយល់ឃើញខុស 2. មានៈគឺសេចក្តីប្រកាន់ខ្លួន 3. តណ្ហាគឺសេចក្តីប្រាថ្នាឧបកិលេសទាំងនេះមិនមែនជាទុក្ខទេតែជាគ្រឿងរារាំងមិនឲ្យឃើញសភាវៈពិតនៃអនិច្ចំទុក្ខំអនត្តាអ្នកប្រតិបត្តិគួរស្គាល់ឲ្យតន់ហើយមិនជាប់ជំពាក់ទើបរីកចម្រើនវិបស្សនាបានឧបកិលេសទាំង10នេះព្រះយោគីក៏បីលះបង់ដោយធ្វើទុកក្នុងចិត្តថាមិនមែនអញមិនមែនរបស់អញវិបស្សនូបកិលេសមានចែងទុកនៅក្នុងគម្ពីរវិសុទ្ធមគ្គឬបដិសម្ភិទាមគ្គរៀបរៀងដោយព្រះពុទ្ធវចនៈ